riêng đi ta sai chế con lấy cái kế cái kia có ớt đây ớt ở cái thơm mấy ta sai ở kế đó mà bay đấy thì trong anh là bốn luôn con chào anh chọn em bông bạn chơi cho nát đi bông bông bạn chơi cho nát đi đi hậu quát thôi trên bị quát sân nó cho châu đó thầy thấy châu đó trung thầy sợi vô cùng châu trở anh mua quả thật tay mình mà đẹp con nào không? Rồi mai cũng kia cho mình làm chơi cái sợ không? Quả hoa đi, giờ mà không làm nữa mà. Nãy giờ ông đi mua ai? Bạc sụp ha. Đây có đây lá đây. Đây lá thằng pi rồi. Bố thằng đi lấy cái. Với cái lá chứ. Bộ nó là dao say kìa. Một năng sân cha cầm năng khai hay năng cầm năng sân là xong. Cứ chô kia mau. Rồi mà tay mà top cho mũi buộc trong đó. Tay mà đang muốn lên sân say đặt khai rồi, sân say một khai rồi. Buộc mà đưa chan phải để rung dương rung chan đó nó. Tay buộc tới thành một khai rồi. Nó chặt cực rồi màu không? Cái chặn đua trong cái phơ đua máu sờ lọc vào đời. Đó mùa này đánh cá chó ấy. Đánh cá lên giờ nắp không ai với tông chú con này. Ăn với thơ
จังเรือสำหรับไม้เจ้าออกโยยูนหนักครอบครองนี่เดี๋ยวมันนึกขึ้นอย่างนั้นเชื่อมไม้เนี่ยไอ้ช่วยไม้ได้เอาได้เรือสำหรับไม้โยยูนหนักโจนึกได้คำเชียร์เพิ่นมองจับนี่จับผ่านนะชอบเลยมันเลย เดี๋ยวนี้ข้าวมวยก่อนนะอยู่ข้างในอ่ะอย่าได้แกนี่ไปคุยเอาหน่อยเอาไปคุยต้นนั่นน่ะបន្ទាប់ពីកិច្ចជួបប្រជុំជាមួយនឹងលោកមានច័ន្ទយ៉ាដាដែលជាប្រធានរដ្ឋបាលសាលារដ្ឋាភិបាលភ្នំពេញជំនួបពីលោកកាត់ឆៃហ្នឹងចាព្រោះគាត់បានសន្យាជាមួយពួកខ្ញុំថាក្នុងសប្តាហ៍ក្រោយនេះគឺគាត់នឹងហៅ14គ្រួសារក្នុងចំណោម40គ្រួសារនៅតំបន់បឹងកក់ដែលមិនទាន់មានដំណោះស្រាយហ្នឹងមកចូលចរចាដោះស្រាយហើយការដែលគាត់សន្យាដែលថាដោះស្រាយឲ្យពួកខ្ញុំក្នុងថ្ងៃទី15ខែ7ហើយអត់បានដោះស្រាយដល់ក្រុមពួកខ្ញុំ40គ្រួសារហ្នឹងដោយសារតែគាត់ជាប់ហៅប្រជាប្រដ្ឋនៅតំបន់បឹងកក់ដែរមួយគ្រួសារទៀតចាហើយអញ្ចឹងនៅក្នុងសប្តាហ៍ក្រោយនេះគាត់ហៅ14គ្រួសារពីបឹងកក់ក្នុងចំណោម40គ្រួសារហ្នឹងមកដោះស្រាយជាបន្តបន្ទាប់ហើយអញ្ចឹងយើងនៅរងចាំមើលថាក្នុងសប្តាហ៍ក្រោយហ្នឹងគឺគាត់នឹងហៅតាមអ្វីដែលគាត់សន្យាហ្នឹងម្ដងទៀតដែរទេចាចរចានៅបឹងកក់ឬនៅចរចានៅសាលាក្រុងនៅសាលាក្រុងគាត់នឹងអញ្ជើញគ្រួសារនីមួយក្នុងចំណោម40គ្រួសារហ្នឹងរហូតដល់14គ្រួសារក្នុងសប្តាហ៍ក្រោយហ្នឹងមកដោះស្រាយនេះជាផែនការកំណត់ដែលហៅគ្រួសារទាំង14ហ្នឹងមកដោះស្រាយហើយនឹងឈានបន្តទៅហៅគ្រួសារផ្សេងៗទៀតចាហើយចំណែករឿងព្រំដី12ហិកតាជិត44ហ្នឹងដែលពួកខ្ញុំទាមទារមានការបោះព្រំបន្ទល់ដីឲ្យបានច្បាស់លាស់ដាច់ពីដីក្រុមហ៊ុនដែរហ្នឹងគឺគាត់ថានឹងយកទៅលើកយោបល់ពិគ្រោះជាមួយនឹងឯកឧត្តមអភិបាលម្ដងទៀតព្រោះគាត់អត់ទាន់ច្បាស់នៅចម្លើយហ្នឹងទេហើយនឹងបញ្ហាដែលលោកឡុងឌីម៉ង់បានសភានៅកាសែតកម្ពុជាដេលីថាសាលាដីនៅតំបន់បឹងកក់មានដីសាលារដ្ឋាភិបាលភ្នំពេញដូច្នេះហើយគាត់មានសិទ្ធិបកលដីមួយផ្នែកដែលដីកំពុងមានចំនួននៅតំបន់បឹងកក់ហ្នឹងឲ្យទៅខាង PM ដែលធ្វើសាងសង់ប្រទេសហើយខ្ញុំត្រូវការឲ្យគាត់បកស្រាយច្បាស់ព្រោះអីក្នុងអនុក្រឹត្យអត់មានចំណែកដីរបស់សាលាក្រុងទេក្នុងអនុក្រឹត្យដីនៅតំបន់បឹងកក់គឺមានតែ2ចំណែកទេទី1គឺរដ្ឋាភិបាលកាត់ជូនប្រជាពលរដ្ឋទំហំ12ហិកតាជិត44ហ្នឹងសម្រាប់ពលរដ្ឋដែលនៅសេសសល់ឲ្យធ្វើការអភិវឌ្ឍនៅកន្លែងហើយទី2គឺទំហំដី114.41សម្រាប់ឲ្យទៅក្រុមហ៊ុនសុខាគីនអភិវឌ្ឍ99ឆ្នាំនៅតំបន់បឹងកក់ហ្នឹងអញ្ចឹងហេតុអីក៏លោកឡុងឌីម៉ង់ហ៊ានអះអាងបំពេញទៅនឹងអនុក្រឹត្យថាមានដីសាលារដ្ឋាភិបាលភ្នំពេញនៅក្នុងតំបន់បឹងកក់ដែលគាត់ហ៊ានបកលសិទ្ធទៅឲ្យ PM ធ្វើបន្ទាយដោយមិនគោរពទៅតាមអនុក្រឹត្យណាដូច្នេះហើយពួកខ្ញុំអត់សុខចិត្តទេយើងអត់យកព្រមទេយើងនៅតែទាមទារឲ្យមានការច្បាស់លាស់ហើយជាពិសេសគឺបោះព្រំដី12ហិកតាជិត44សម្រាប់សហគមន៍ខ្ញុំឲ្យបានដាច់ពីដីក្រុមហ៊ុននឹងកុំឲ្យពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុននិងសាលាក្រុងចិត្តតែឆ្លៀតឱកាសប្រព្រឹត្តនៅអំពើពុករលួយយកដី12ហិកតាជិត44ជាចំណែករបស់សាលាក្រុងខ្ញុំបានចូលសាលាក្រុងថ្ងៃនេះជួបជាមួយលោកយ៉ាដាសួរពីបញ្ហាបរិយាកាឡាដែលពួកអីសាលាក្រុងបានសន្យាជាមួយសហគមន៍បរិយាកាឡាបានបិទឈ្មោះថាដោះស្រាយបញ្ហាបរិយាកាឡាហ្នឹងថ្ងៃ22ឥឡូវមកដល់ថ្ងៃ22អត់ឃើញដោះស្រាយអញ្ចឹងបានពួកខ្ញុំមកជួបសាលាក្រុងហ្នឹងឥឡូវគាត់បាននិយាយថាដោយសារតែមិនបានដោះស្រាយបរិយាកាឡាហ្នឹងដោយសារមានការដែលវាយគ្នានៅទីលានហ្នឹងបានជាពជាបញ្ហាដោះស្រាយបរិយាកាឡាលើកទៅថ្ងៃទី12វិញអញ្ចឹងខ្ញុំសួរទៅគាត់វិញថាបើសិនជាលើកទៅថ្ងៃ12ខ្ញុំអត់ចង់ឲ្យលើកទៅថ្ងៃ20ថ្ងៃ22ទៀតទេកុំឲ្យយករឿងផ្សេងពីបរិយាកាឡាដោយរឿងទីលានជាថាបតៃវាអត់មានពាក់ព័ន្ធមួយដីធ្លីបរិយាកាឡាទេអញ្ចឹងបើថ្ងៃ22យករឿងអីផ្សេងឯណាឯណីយកពាក់ព័ន្ធថាឥឡូវបរិយាកាឡាអត់ដោះស្រាយបានទេឥឡូវមានរឿងនេះផ្សេងទៀតហើយឥឡូវគេពាក់ព័ន្ធមួយបរិយាកាឡាដែរខ្ញុំដល់អត់យល់អត់ត្រង់គាត់ថាដោះស្រាយបរិយាកាឡាវេទិកាថ្ងៃ22ដល់ឥឡូវលោកយ៉ារ៉ាដាហ្នឹងគាត់ថាដោយសារមិនបានដោះស្រាយបរិយាកាឡាដោយមានបញ្ហាថ្ងៃ15វាយនៅទីលានហ្នឹងអញ្ចឹងហើយបានវាអត់បានមកដោះស្រាយបរិយាកាឡាឥឡូវគាត់សុំពជាដល់ថ្ងៃ12ខែក្រោយទៀតហើយខ្ញុំបានប្រាប់គាត់ថាខ្ញុំអត់ចង់ឲ្យពជាទៀតទេណាដល់ថ្ងៃ12ហ្នឹងឲ្យច្បាស់លាស់ឲ្យដោះស្រាយពួកខ្ញុំកុំយករឿងឯណាឯណីផ្សេងទៀតប្រាប់ឲ្យយើងទៅទូតយួនអីចឹងទៅគាត់ថាឥឡូវទៅនោះអត់បានដោះស្រាយទៀតខ្ញុំអត់ជឿជាអីហើយគាត់ថាបើកាលណាយើងអត់ជឿជាវាពិបាកធ្វើការជាមួយគ្នាណាព្រោះអីពីមុនមកប្រជាពលរដ្ឋអត់ជឿមែន
ឥឡូវគាត់ថាសុំឲ្យជឿលើគាត់ព្រោះអីគាត់អត់មានពជាទៀតទេថ្ងៃ22ហ្នឹងគាត់នឹងដោះស្រាយបរិយាកាឡាវេទិកានៅចេនឡាចាឬក៏សាលាក្រុមមានការពិតប្រកបការដោះស្រាយនេះគឺតបញ្ហានេះដូចជាមិនបានការដោះស្រាយទេក៏លើកករណីអ្នកដែលក្នុងបរិយាកាឡាមានតែជាង100គ្រួសារហើយវាទេដែលហើយអ្វីដែលគាត់លើកឡើងនោះអត់មានអីខុសទេហើយវាស្របទៅច្បាប់ដោយសារតែកិច្ចព្រមព្រៀងកន្លងមកដល់ឲ្យធ្វើអាគារនេះ10អាគារតែឡែកហាក់ដូចជាមិនបានអនុវត្តតាមកិច្ចព្រមព្រៀងឬការសន្យារបស់ពលរដ្ឋគឺតាម8អាគារអាហ្នឹងហើយដែលជាឫសគល់នៃបញ្ហាឲ្យបន្តឲ្យការងារសាលាក្រុមនឹងហាក់ដូចជាដើរយឺតយ៉ាវមិនបានតាមកិច្ចសន្យាហើយជាប្រព័ន្ធតែត្រឡប់មកសាលាក្រុមពេញនេះដើម្បីឲ្យលងពួតត្រូវស្រាវបញ្ហាសម្រាប់បឹងកក់នេះយើងឃើញដំណោះស្រាយសម្រាប់បឹងកក់នេះអត់ជាការស្មុគស្មាញទេអ្វីដែលយើងចង់ឃើញគឺដាក់ចូលអ្នកដែលកាត់ឬក៏ព្យួរចោលចេញពីក្នុងដីកម្មសិទ្ធិចូលទៅក្នុងគាត់ចូលទៅក្នុងដំណីគេ40អង្គការដែលជាអនុប្រតិលេខ193ចេញដោយផ្នែកហ៊ុនសែនទៅខ្ញុំគិតថាអត់មានបញ្ហាទេព្រោះថាដីដែលដំណេកច្រើនណាស់មានរហូតដល់ដីអង្គការសម្រាប់ស្នោយើងសិក្សារបស់មកមើលឃើញថាមានជាង400ប្លង់ដែលអំពីគាត់អនឡាញដីដែលដំណេកចោលនៅក្នុងទៅបានវាចាក់ចេញទៅហើយអញ្ចឹងអានោះដែលជារបស់សង្គម